រីករាយណាស់លោកនេតសារ៉ាត់ដែលជាអភិបាលរងតំណាងលោកយ៉ាវសានិនដែលជាអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេចដែលបានចូលរួមអមដំណើរដោយអាយុធមហ៊ីសុជាតិដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃដែលជាតំណាងអាយុធមហ៊ឺបាវីអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកព្រះស្ដេចផងដែរនិងលោកកុយភក្តីដែលជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍នៃក្រសួងកសិកម្មដែលបានអញ្ជើញពិនិត្យទីតាំងចំនួន2កន្លែងទី1ចុះពិនិត្យវឌ្ឍនភាពសហគមន៍កសិកម្មទំនើបនៅក្នុងស្រុកព្រះស្ដេចដែលស្ថិតនៅក្នុងភូមិកំពង់ថ្នល់ឃុំលវាស្រុកព្រះស្ដេចខេត្តព្រៃវែង 2. អញ្ជើញចូលរួមមកកិច្ចប្រជុំនិងធ្វើបទបង្ហាញអំពីដំណើរការសហគមន៍ចិញ្ចឹមមាន់នៅឯភូមិរកាកុនស័ព្ទដែលស្ថិតនៅក្នុងឃុំបឹងដោលស្រុកព្រះស្ដេចខេត្តព្រៃវែងចាហើយកម្រងនៃរូបភាពទិដ្ឋភាពនៃវីដេអូរូបភាពនេះចាដែលប្រព្រឹត្តទៅនៅថ្ងៃទី21ខែមិនិនាឆ្នាំ2026កន្លងទៅនេះអរគុណបើសិនណាជានាងខ្ញុំអធិប្បាយទៅមានចំណុចទាស់ខុសឬក៏ឆ្គងត្រង់ចំណុចណាមួយសង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋចាព្រមទាំងថ្នាក់ដឹកនាំទាំងអស់ចាអធិស្ឋានមកកាន់នាងខ្ញុំផងដែរចាសូមអរគុណរីករាយណាស់លោកនេតសារ៉ាត់